ធម្មតាមនុស្សមានចិត្តស្មងតែងតែរស់ក្នុងការកិនថាត្រូវធ្វើយ៉ាងម៉េចដើម្បីមនុស្សជាទីស្រឡាញ់ស្នេហាយើងកំសត់ណាស់តាំងពី